នៅខេត្តផ្សេងខ្ញុំអត់ដឹងទេតែបើនៅខេត្តបាត់ដំបងវិញនិយាយពីថាមានកម្មវិធីសបាយរហូតហ្មងថ្ងៃនេះគឺជាព្រឹត្តិការណ៍តាំងពីពណ៌ផ្លែឈើខេត្តបាត់ដំបងឆ្នាំ2025និយាយទៅសបាយឡើងហោហែហ្មងស្ទង់តាំងពីពណ៌តាំងពីដើមស្ពានរហូតដល់ចុងស្ពានកម្មវិធីនេះធ្វើឡើងដើម្បីឲ្យមានការគ្រប់គ្រងផលិតផលរបស់ខ្មែរទិន្នផលបន្លែផ្លែឈើរបស់នៅខេត្តបាត់ដំបងនិយាយរួមទៅគឺចង់ឲ្យបងប្អូនប្រជាជនខ្មែរយើងងាកមកគ្រប់គ្រងនៅទិន្នផលបន្លែផ្លែឈើក្នុងស្រុករបស់យើងវិញហើយព្យាយាមកាត់បន្ថយនៅការនាំចូលផលិតផលនានាក៏ដូចជាបន្លែផ្លែឈើផ្សេងៗពីក្រៅប្រទេសព្រោះថាប្រជាកសិកររបស់ខ្មែរយើងគឺគាត់បកកែដាំដុះបន្លែផ្លែឈើក៏យើងមានសម្បូរបែបអញ្ចឹងយើងមិនចាំបាច់យកពីក្រៅប្រទេសមកទៀតទេថ្ងៃនេះខ្ញុំបានឆ្លៀតពេលចេញទៅមើលស្ទង់ពីពោរបស់យើងដែរអូនិយាយទៅមានគ្រប់ម៉ូតគ្រប់ម៉ាកគ្រប់មុខហ្មងណាសម្បូរបែបខ្លាំងហ្មងហើយបន្លែផ្លែឈើដែលយើងតាំងពីពោថ្ងៃនេះគឺសុទ្ធតែស្រស់ថ្មីដាំដោយដៃកូនខ្មែរយើងផ្ទាល់ហ្មងជាពិសេសគឺអ្នកខេត្តបាត់ដំបងយើងផ្ទាល់ហ្មងអ្វីដែលសំខាន់នោះនៅតាមស្តង់នីមួយអ្នកលក់រស់រាយខ្លាំងមែនតើយើងអត់ទិញក៏គាត់អត់ថាឲ្យដែរសំខាន់យកមកឲ្យយើងភ្លក់ទៀតដូចខ្ញុំអីនេះមានជាការដើរលេងភ្លេចយកកាបូបលុយទៅអញ្ចឹងណាតែបានបងគាត់ឲ្យភ្លក់មានអីយកភ្លក់មកទៅកុំឲ្យអសទ្ធាហើយកម្មវិធីតាំងពីពោរបស់យើងនេះមិនមែនមានតែបន្លែផ្លែឈើណាមានជាប្រភេទនំខ្មែរអីផ្សេងទៀតមកនៅខេត្តបាត់ដំបងគ្នាយើងនៅដីផ្ទះដងកាលទៀតមកលេងមកកម្មវិធីតាំងពីពោរបស់យើងនេះធ្វើចំនួន7ថ្ងៃធ្វើឡើងចាប់ពីថ្ងៃនេះតទៅហើយក៏មានកម្មវិធីមួយទៀតដែរគឺកម្មវិធី buffet terrain ស្ដាប់ទៅតំណងណាខ្ញុំក៏បានមកចូលរួមកម្មវិធី buffet terrain ដែរគឺចំណាយអស់តែ 50000 រៀលទេគឺបានញ៉ាំមកពេញចិត្តញ៉ាំមកឆ្អែតយកមកហើយកម្មវិធី buffet terrain យើងធ្វើតែ3ថ្ងៃទេគឺថ្ងៃទី27 28និង29កុំភ្លេចមកលេងខេត្តបាត់ដំបងទាំងអស់គ្នាហើយបើថានៅទេអត់មានម្ហូបអីទេនេះសុំម៉ាក់មកទិញបន្លែនៅតាមស្ទង់របស់យើងមកក៏មានដែរស្រស់ថ្មីហើយអត់មានលក់កាប់សាច់ទៅណាយល់ទៅគឺតម្លៃទូទៅដូចនៅផ្សាររបស់យើងអញ្ចឹងបើកលេចមើលមកខាងនេះស្ពានវិញមានជាការដាក់កត្រហោះកុបពេញប៉ោងបាញ់តុកតារួមទៅគឺសិតតកម្មវិធីសបាយហ្មងហើយបើនិយាយពីស្ទង់តាំងពីពោរបស់យើងគឺមានតាំងពីដើមភូមិរហូតដល់ចុងភូមិមកពពួសង្សារពពួពួកម៉ាក់បនភឿនយើងមកលេងខេត្តបាត់ដំបងទាំងអស់គ្នាមកដើរមើលស្ទង់តាំងពីពោរបស់យើងក៏បានមកចូលរួមកម្មវិធី buffet terrain របស់យើងក៏បានដែរហើយវីដេអូបន្ទាប់ខ្ញុំនឹងផុសពីកម្មវិធី buffet terrain ឲ្យអ្នកគ្នាបានឃើញបាយ